អង្គភាពបដកម្មឌីជីថលនៃអសហនឹងបង្ហាញជូននៅសមិទ្ធផលដែលខ្លួនឯងបានសម្រេចមិនមែនជាឯកសាររបស់អង្គភាពណាមួយនៅក្រោមអាជ្ញាធរទេគឺជាឯកសាររួមបាទសូមអនុញ្ញាតគូបញ្ជាក់ជូនដែរថាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុយើងគឺបង្កើតស្របពេលជាមួយអាជ្ញាធរសេវាធំនៃធនាគារទៅបានបង្កើតកាលពីឆ្នាំ2021ដែលពេលនោះយើងបង្កើតដោយអនុក្រឹត្យឲ្យស្ថិតក្រោមអគ្គលេខាធិការដ្ឋានអសហហើយមុខងារកលឹះដែលយើងទទួលបានតាមរយៈអនុក្រឹត្យនោះគឺមានតែការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុទេប៉ុន្តែបើយើងឃើញពីភាពបតិកលានឹងបំពេញបន្ថែមមួយគ្នារវាងការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនិងការងារបដកម្មឌីជីថលយើងក៏បានស្នើសុំតាមរយៈអវត្តសាស្ត្រកំពុងពីអាដាមរដ្ឋលេខាធិការនិងជាអគ្គលេខាធិការដែលមានការយល់ព្រមពីអាដាមអគ្គនាយកចាបយរដ្ឋមន្ត្រីហើយក៏បានស្នើសុំទៅសម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងការផ្ដល់មតិសម្បទាបន្ថែមជូនមជ្ឈមណ្ឌលនៅឆ្នាំ2024ចឹងបើគិតជាអាយុនៃអង្គភាពបដកម្មឌីជីថលគឺតែជា72ឆ្នាំទេអញ្ចឹងនៅក្នុងឆ្នាំ2026នេះអង្គភាពបដកម្មឌីជីថលនៃអសហនឹងបង្ហាញជូននៅសមិទ្ធផលដែលខ្លួនឯងបានសម្រេចក្រោយពីទទួលបានអាណត្តិកិច្ចរបស់រាជរដ្ឋាភិបាលចាប់ពីឆ្នាំ2024ខ្ញុំក៏សូមចូលឱកាសនេះបញ្ជាក់ជូនផងដែរថាអសហយើងបាននឹងកំពុងរៀបចំនៅសេចក្តីព្រាងផែនការយុទ្ធសាស្ត្របដកម្មឌីជីថលដែលអង្គភាពបដកម្មឌីជីថលនៃអសហជាអ្នកសម្របសម្រួលដឹកមុខនៅក្នុងការសម្របសម្រួលនៅក្នុងការរៀបចំនិងមានការចូលរួមយ៉ាងសកម្មពីចតកក្រមអាវ៉ាត់អសហទាំងអស់ហើយឯកសារនេះមិនមែនជាឯកសាររបស់អង្គភាពណាមួយនៅក្រោមអាជ្ញាធរទេគឺជាឯកសាររួមសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារហេតុនេះគ្រប់និយត្តករនិងអង្គភាពក្រមអាវ៉ាត់អសហទាំងអស់សិទ្ធិសឹងតែជាសហនិមិត្តករនៃប្រព័ន្ធអេកូឡូស៊ីបដកម្មឌីជីថលរបស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារទាំងមូលអញ្ចឹងសិក្ខាសាលានាថ្ងៃនេះក៏ជាឱកាសមួយដែលយើងអាចអភិវឌ្ឍសមត្ថភាពទាំងអស់គ្នាហើយក៏ស្នើសុំធាតុចូលពីតួអង្គពាក់ព័ន្ធទាំងអស់ទាំងវិស័យឯកជនដែលមានវត្តមាននៅក្នុងពេលនេះដែរ